នៅក្នុងប្រវត្តិសាស្ត្រចិនអធិរាជមានអ្នកម្នាងហើយនិងស្រីស្នំរាប់រយនាក់ប៉ុន្តែមានតែព្រះមហាក្សត្រម្នាក់ប៉ុណ្ណោះដែលការស្លាប់របស់នាងបានធ្វើឲ្យអធិរាជដ៏មានអំណាចបំផុតម្នាក់សោកសៅអស់រយៈពេលជាច្រើនឆ្នាំតើនាងជាអ្នកណាថ្ងៃនេះយើងនឹងមកស្វែងយល់ពីរឿងពិតរបស់ម្ចាស់ស្ត្រីទី1របស់អធិរាជឈិនឡុងម្ចាស់ស្ត្រីមានឈ្មោះថាសាវសៀនឈុនម្ចាស់ស្ត្រីសាវសៀនឈុនគឺគាត់កើតនៅក្នុងឆ្នាំ1712នៅក្នុងគ្រួសារហ្វូឆាគ្រួសាររបស់គាត់គឺជាគ្រួសារធំមួយនៅក្នុងចំណោមជនជាតិម៉ាន់ជូដែលមានឋានៈហើយនិងកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គមឪពុករបស់នាងជាមន្ត្រីថ្នាក់ធំម្នាក់ដោយសារតែគ្រួសាររបស់នាងមានឈ្មោះល្អហើយខ្លួនរបស់នាងផ្ទាល់ក៏មានលក្ខណៈសម្បត្តិត្រឹមត្រូវដូច្នេះហើយនាងគឺត្រូវបានជ្រើសរើសតាំងពីនៅក្មេងដើម្បីរៀបការជាមួយនឹងកូនប្រុសទី4របស់អធិរាជដែលមានឈ្មោះថាហុងលីហុងលីគឺជាអ្នកដែលក្រោយមកក៏បានឡើងធ្វើទៅជាស្ដេចឈិនឡុងណាអញ្ចឹងឈ្មោះគាត់ពីមុនគឺហុងលីតែក្រោយមកនៅពេលដែលគាត់បានសោយរាជគឺគាត់មានឈ្មោះថាអធិរាជឈិនឡុងនៅក្នុងឆ្នាំ1727នាងបានរៀបការជាមួយនឹងហុងលីដែលជាអធិរាជឈិនឡុងហ្នឹងណាហើយខណៈដែលទ្រង់នៅមិនទាន់ធ្វើជាស្ដេចនៅឡើយតាំងពីដំបូងគឺទំនាក់ទំនងរបស់ពួកគេមិនសូវជាអាក្រក់អីនោះទេនៅក្នុងរាជវាំងហុងលីគឺគាត់គោរពហើយនឹងយកចិត្តទុកដាក់ចំពោះនាងយ៉ាងខ្លាំងដោយសារតែនាងជាមនុស្សម្នាក់ដែលស្លូតបូតឆ្លៀសវៃរៀបសារហើយចេះសន្សំសំចៃថ្មីត្បិតតែនាងកើតនៅក្នុងគ្រួសារអ្នកធំក៏ដោយប៉ុន្តែនាងមិនប្រព្រឹត្តខ្លួនអំនួតហួសហេតុពេកនោះទេនាងចេះគោរពផ្ដល់សិទ្ធិឲ្យមនុស្សជុំវិញខ្លួនហើយនឹងចេះរស់នៅប្រកបដោយគុណធម៌គុណសម្បត្តិនេះឯងធ្វើឲ្យហុងលីនឹងស្រឡាញ់ហើយនឹងគោរពនាងតាំងពីមិនទាន់ឡើងធ្វើជាស្ដេចមកម្ល៉េះនៅឆ្នាំ1735ឪពុករបស់ហុងលីបានស្លាប់ហើយហុងលីក៏បានឡើងធ្វើទៅជាស្ដេចជំនួសដោយមានព្រះនាមថាអធិរាជឈិនឡុងហើយដល់ឆ្នាំ1738នាងក៏ត្រូវបានតែងតាំងទៅជាមហាស្ត្រីឬក៏ម្ចាស់ស្ត្រីហ្នឹងណាក្នុងនាមជាម្ចាស់ស្ត្រីនាងទទួលបន្ទុកមើលការខុសត្រូវទាំងអស់នៅក្នុងទីក្រុងហាមឃាត់ឬក៏នៅក្នុងរាជវាំងហ្នឹងដែលជាកន្លែងដែលស្ដេចហើយនឹងក្រុមគ្រួសាររស់នៅនាងត្រូវបានសម្របសម្រួលរវាងស្នំហើយនឹងអ្នកបម្រើរាប់រយនាក់ឲ្យរស់នៅជាមួយគ្នាដោយសុខសាន្តថ្មីត្បិតតែជាមនុស្សដែលមានឋានៈខ្ពស់ក៏ដោយប៉ុន្តែនាងនៅតែរស់នៅដោយសាមញ្ញជំនួសឲ្យការតុបតែងខ្លួនដោយមានត្បូងមាសប្រាក់មានតម្លៃដូចស្នាមដតីនាងប្រើតែផ្កាហើយនឹងសរសៃស្មៅធម្មតាតុបតែងសក់របស់នាងតែប៉ុណ្ណោះដោយសារតែនាងយុត្តិធម៌ហើយនឹងសុភាពមនុស្សគ្រប់រូបនៅក្នុងវាំងចាប់ពីស្នំរហូតដល់អ្នកបម្រើសិតតែគោរពនាងហើយនឹងស្រឡាញ់នាងម្ចាស់ស្ត្រីក៏មានកូន4នាក់ជាមួយនឹងអធិរាជឈិនឡុងផងដែរកូនស្រី2នាក់ហើយនិងកូនប្រុស2នាក់កូនស្រីច្បងបានស្លាប់តាំងពីនៅតូចកូនប្រុសទី1ឈ្មោះថាយ៉ុងលៀនត្រូវបានស្ដេចជ្រើសរើសជាសម្ងាត់ថានឹងក្លាយទៅជាអ្នកស្នងរាជបន្ទាប់ដោយសារតែស្ដេចសង្ឃឹមលើគាត់ខ្លាំងពេកប៉ុន្តែនៅឆ្នាំ1738យ៉ុងលៀននឹងក៏បានស្លាប់ដោយសារតែជំងឺអុចស្វាយក្នុងវ័យត្រឹមតែ8ឆ្នាំតែប៉ុណ្ណោះប្រហែលឆ្នាំក្រោយមកនាងក៏បានឲ្យកំណើតកូនប្រុសម្នាក់ទៀតដែលមានឈ្មោះថាយ៉ុងឆុងនៅក្នុងឆ្នាំ1746ស្ដេចក៏សង្ឃឹមថាកូនម្នាក់នេះនឹងក្លាយទៅជាអ្នកស្នងរាជបន្តទៀតប៉ុន្តែចុងវាសនាចម្លែកម្ដងទៀតតិចជាង2ឆ្នាំក្រោយយ៉ុងឆុងក៏បានស្លាប់ដោយសារតែជំងឺដដែលនោះដែរថ្មីត្បិតតែបាត់បង់កូនជាច្រើនអ្នកក៏ដោយក៏ម្ចាស់ស្ត្រីនៅតែបន្តធ្វើការងាររបស់នាងជាធម្មតាដោយមិនបង្ហាញភាពសោកសៅឲ្យអ្នកដទៃឃើញនោះទេក៏ប៉ុន្តែម្ដាយក្មេករបស់នាងនៅតែសង្កេតឃើញថាការភ្នែករបស់នាងមើលទៅគឺសោកសៅជានិច្ចដោយសារតែនាងបាត់បង់កូនណាដើម្បីជួយសង្គ្រោះមហាស្ត្រីនឹងឲ្យធូរស្បើយចិត្តឡើងវិញអធិរាជឈិនឡុងក៏បាននាំនាងព្រមទាំងម្ដាយរបស់ទ្រង់នឹងធ្វើដំណើរតាមទូកទៅកាន់ភាគខាងកើតនៃប្រទេសចិននៅក្នុងឆ្នាំ1748ក្នុងដំណើរនោះ
ម៉ាស្ត្រីមើលទៅគឺសប្បាយចិត្តជាងធម្មតាដែលធ្វើឲ្យអធិរាជនោះគឺមានការធូរស្រាលចិត្តយ៉ាងខ្លាំងប៉ុន្តែភ្លាមនោះនាងក៏បានឈឺធ្ងន់ហើយក៏បានស្លាប់នៅលើទូកនឹងហើយនាងបានស្លាប់នៅក្នុងវ័យត្រឹមតែ36ឆ្នាំតែប៉ុណ្ណោះការស្លាប់នេះគឺធ្វើឲ្យអធិរាជសោកសៅយ៉ាងខ្លាំងទ្រង់ក៏បានចេញច្បាប់តម្រូវឲ្យមនុស្សគ្រប់គ្នានៅក្នុងរាជវាំងកាន់ទុក្ខយ៉ាងហ្មត់ចត់ហើយអ្នកណាដែលមិនកាន់ទុក្ខតាមអីដែលទ្រង់បានចង់បាននឹងទទួលទោសសូម្បីតែកូនប្រុសរបស់ទ្រង់ផ្ទាល់ក៏ត្រូវដាក់ទណ្ឌកម្មផងដែរការសោកសៅរបស់អធិរាជឈុនឡុងមិនបានស្រាកស្រានក្នុងរយៈពេលខ្លីនោះទេទ្រង់ថែមទាំងបានតែងកំណាព្យហើយនឹងសរសេរអត្ថបទជាច្រើនដើម្បីរំលឹកទៅដល់មហេសីរបស់គាត់ហើយនឹងបន្តគិតទៅដល់នាងអស់រយៈពេលជាច្រើនទសវត្សរ៍រហូតដល់ចុងក្រោយនៃបច្ចុប្បន្នរបស់ទ្រង់អ្នកប្រវត្តិសាស្ត្រជាច្រើនចាត់ទុកនាងថាជាព្រះមហេសីម្នាក់ក្នុងចំណោមព្រះមហេសីដែលទទួលបានការគោរពខ្ពស់បំផុតនៅក្នុងរាជវង្សឈិងហេតុផលនោះគឺដោយសារតែភាពសុភាពភាពយុត្តិធម៌ទំនាក់ទំនងស្មោះត្រង់ដែលនាងមានជាមួយនឹងស្ដេចដែលកម្រនឹងឃើញនៅក្នុងចំណោមប្តីប្រពន្ធនៅរាជវាំងនៅសម័យនោះសប្តាហ៍ថ្ងៃនេះមហាស្ត្រីសៅសៀនឈុនឬក៏ម្ចាស់ស្ត្រីហ្វូឆានឹងគឺនៅតែត្រូវបានចងចាំនៅក្នុងប្រវត្តិសាស្ត្រនៅរាជវង្សឈិងថាជាម្ចាស់ស្ត្រីម្នាក់ដែលអធិរាជស្រឡាញ់ខ្លាំងជាងគេហើយរឿងភាគទូទស្សន៍ចិនជាច្រើនក៏បានលើកយកជីវិតរបស់នាងទៅធ្វើជាសាច់រឿងស្នេហាដែលបន្ថែមនូវការឆ្លុះប្រកែកគ្នាហើយនឹងការប្រកួតប្រជែងដើម្បីឲ្យរឿងនឹងកាន់តែទាក់ទាញក៏ប៉ុន្តែប្រវត្តិសាស្ត្រពិតវិញគឺមិនបានកត់ត្រារឿងរ៉ាវទាំងនោះទេអ្វីដែលបានកត់ត្រាច្បាស់នោះគឺឋានៈជាម្ចាស់ស្ត្រីរបស់នាងការសោកសៅរបស់អធិរាជហើយនឹងឥទ្ធិពលដែលនាងបានបន្សល់ទុកទៅលើចិត្តរបស់ទ្រង់រហូតទៅដល់ជីវិតចុងក្រោយរបស់គាត់ម្ចាស់ស្ត្រីហ្វូឆាឬក៏ម្ចាស់ស្ត្រីសៅសៀនឈុនមិនមែនជាស្ត្រីដែលល្បីដោយសារតែការប្រកួតប្រជែងនៅក្នុងវាំងនោះទេឬក៏ការប្រើអំណាចនោះទេអ្វីដែលធ្វើឲ្យនាងត្រូវបានគេចងចាំគឺដោយសារតែភាពយុត្តិធម៌ការសុភាពរាបសាររបស់នាងប្រាជ្ញាឈ្លាសវៃហើយនឹងការទទួលខុសត្រូវខ្ពស់ដែលបានបន្សល់ទុកនូវឥទ្ធិពលរហូតដល់អធិរាជឈុនឡុងរហូតមកដល់នៅបច្ចុប្បន្នចុងក្រោយរបស់គាត់បើអ្នកជាអធិរាជឈុនឡុងតើអ្នកគិតថាអ្វីទៅជាគុណសម្បត្តិសំខាន់បំផុតរបស់ម្ចាស់ស្ត្រីហ្វូឆាដែលធ្វើឲ្យនាងនឹងត្រូវបានគេចងចាំដែលមិនអាចបំភ្លេចបានកុំភ្លេចជួយ comment នៅខាងក្រោមហើយវីដេអូរបស់យើងដែលនិយាយពីម្ចាស់ស្ត្រីហ្វូឆាក៏បានមកដល់ទីបញ្ចប់បើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយ like និង subscribe ម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយបាយបាយ